skin Starlight ចាស់ចំនួន5ដែលនឹងអាចត្រឡប់មកវិញនៅក្នុងហាង Starlight Skin ប្រចាំខែសីហាតើថា skin ទាំង5នោះជា skin ដែលអ្នកស្រឡាញ់និងរងចាំដែរឬទេតោះមកតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាថា skin ទាំងនោះគ្នាយើងកំពុងតែរងចាំឬមួយក៏យ៉ាងណាទីមួយជា skin ដែលនឹងត្រឡប់មកវិញសម្រាប់ Starlight Skin Vanguard ដែល skin នេះគឺធ្លាប់ចេញការពីជា Starlight Skin ប្រចាំខែមិថុនាឆ្នាំ2025ទី2ជា skin ដែលត្រឡប់មកវិញគឺជា skin Starlight សម្រាប់ Min Sita ដែល skin នេះគឺធ្លាប់ចេញការពីធ្វើជា skin ប្រចាំខែកក្កដាប្រចាំឆ្នាំ2023ទី3ជា skin ដែលនឹងត្រឡប់មកវិញដែលជា skin Starlight សម្រាប់ Odette ដែល skin Odette នេះគឺការចេញដំបូងគឺជា skin ដែលធ្លាប់ចេញកាលពីខែកញ្ញាឆ្នាំ2024អូខេសម្រាប់គ្នាយើងណាដែលរងចាំហើយក៏ដូចជាត្រូវការ top up នៅ AQQ ក៏ដូចជាធ្វើការដាក់ទៅលើកញ្ចប់នានាទៅលើ game ផ្សេងៗគ្នាយើងសូមអរគុណណាជាមួយនឹង website របស់ admin ដែលមានឈ្មោះថា Thon Game Store សុវត្ថិភាពតម្លៃសមរម្យនិងរហ័សទាន់ចិត្តតោះចូលដល់ skin ដែលត្រឡប់មកវិញទី4ជា skin របស់ Starlight របស់ Maliza ដែល skin នេះគឺយើងដឹងហើយធ្លាប់ចេញការពីខែវិច្ឆិកាឆ្នាំ2023ទី5 skin ចុងក្រោយដែលជា skin Starlight ចុងក្រោយនឹងត្រឡប់មកវិញនៅក្នុង shop ហើយគឺជា skin Starlight សម្រាប់ Povia ហើយ skin Povia នេះគឺជា skin ហើយក៏ជា skin ដំបូងគេបំផុតរបស់ Povia ហើយ skin នេះគឺជា skin Starlight ដែលធ្លាប់ចេញការពីខែកក្កដាឆ្នាំ2025តែគ្នាយើងកំពុងតែរងចាំនិងកំពុងតែទុកនៅលុយក៏ដូចជា diamond ទិញនៅ skin Starlight ចាស់ៗមួយណាដែរទៅសូមធ្វើការប្រាប់ admin នៅខាងក្រោមម្នាក់មួយផងណាបាទ